គ្រប់ជំរាបសួរបងប្អូនមួយរយៈចុងក្រោយនេះមានការជជែកវែកញែកទៀតហើយតាក់ទងទៅនឹងជំនួបរវាងមហាម៉ាត់ហើយនឹងឌីមហ្សារ៉ុមបាទ Super Power Punch កូនសិស្សរបស់ស្ដេចប្រដាល់ម៉ានីប៉ាកេអ៊ៅបាទសម្រាប់បណ្ដាលសកលតែបណ្ដាលសេរីគឺកីឡាករឌីមហ្សារ៉ុមហាត់ជាមួយនឹងកីឡាករលោកគ្រូគុណខ្មែររបស់យើងមួយគូនេះខ្ញុំក៏កំពុងតែយកចិត្តទុកដាក់មែនទែនហើយយើងតែងតែធ្វើតាមមតិភាគច្រើនបាទខ្ញុំឃើញថាបងប្អូនរហូតដល់ 80% លោកមិនចង់ឲ្យឌីមហ្សារ៉ុមមកដណ្ដើមខ្សែក្រវ៉ាត់របស់មហាម៉ាត់ទេ 20% គឺចង់ឲ្យមកដណ្ដើមតែ 80% គឺអត់ចង់ទេគឺចង់ឲ្យមានខ្សែក្រវ៉ាត់នៅកណ្ដាលមានខ្សែក្រវ៉ាត់ថ្មីតែអង់គ្លេសគេហៅថា Weekend Title Championship បាទខ្សែក្រវ៉ាត់នៅទំនេរបាទអញ្ចឹងសម្រាប់ជំនួបរវាងឌីមហ្សារ៉ុមហើយនិងមហាម៉ាត់នេះខ្ញុំក៏យល់ស្របបាទទៅតាមមតិភាគច្រើនបាទយើងតែងតែយោងទៅតាមមតិភាគច្រើនអញ្ចឹងជំនួបនៅចុងឆ្នាំខាងមុខនេះឌីមហ្សារ៉ុមនិងមហាម៉ាត់គឺការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ថ្មីនៅក្នុងកម្មវិធីថ្មីមួយទៀតបាទអញ្ចឹងខ្សែក្រវ៉ាត់នេះគឺខ្សែក្រវ៉ាត់កោះកេះបាទខ្សែក្រវ៉ាត់កោះកេះតើខ្សែក្រវ៉ាត់ឈ្មោះអ្វីបាទប្រិមិត្តអញ្ចឹងរងចាំទាំងអស់គ្នាអញ្ចឹងសូមជម្រាបជូននេះយើងយោងទៅតាមមតិភាគច្រើនជូនទៅតាមសំណុំពរបាទហើយមានរឿងបន្តទៀតអញ្ចឹងសម្រាប់ថ្ងៃនោះមិនមែន1មិនមែន2មិនមែន3អាចលើសពី3ទៅទៀតប្រិមិត្តគូពិសេសខ្ញុំបង្ហើបជូនទៅប៉ុណ្ណេះទេបាទអញ្ចឹងសូមតាមដានបន្តទៀត